សូមគោរពផ្ញើជូនសាលាខណ្ឌស្ទឹងមានជ័យតើអស់លោកទុកដល់ណាទៀតនេះមុខសាលារៀនណាសល់ចើមផ្លូវតែ1ម៉ែត្រសម្រាប់ឲ្យកូនសិស្សដើរទេអស់លោកអត់ទាន់ធ្វើផងមើលមើលកន្លែងលក់សភៅអស់អាលីងចំណៃកូនសិស្សដើរហើយពេលកូនសិស្សមកមើលកូនសិស្សដើរលើផ្លូវហើយអស់លោកចាំកាលទៀតបានរើចេញសភៅនឹងមានរឿងអីទៅនឹងមើលអស់លីងចើមផ្លូវហើយមុខសាលារៀនមុខវត្តស្ទឹងមានជ័យសូមអស់លោកមេត្តាជួយរើចេញផងអីអភិបាលរាជធានីភ្នំពេញលោកដាក់យុទ្ធសាស្ត្រមកដាច់ខាតហើយអស់លោកនៅតែតុបចឹងយ៉ាងម៉េចនេះទុនមុខសាលាបឋមសិក្សាណាហើយមើលចតឡានកន្លែងបេនឡានក្រុងនេះបេនឡានក្រុងឈប់ដាក់លក់កាហ្វេលក់បបរអញ្ចឹងសួរថាពេលដែលគេមកហូបឈប់ម៉ូតូអញ្ចឹងតើឲ្យឡានក្រុងឈប់កន្លែងណាឡានក្រុងមិនត្រូវឈប់នៅនឹងផ្លូវហើយនៅនឹងផ្លូវស្ទះចដូនចតាម៉ែអាស្ទះហើយអស់លោកទុកដល់ណាទៀតខ្ញុំឆ្ងល់ថាមានរឿងអីកន្លែងហ្នឹងអរគុណ